ភាពរឹងមាំការយល់ដឹងនិងភាពចាស់ទុំខ្លះបានមកពីធ្លាប់ដួលច្រើនលើកច្រើនសារធ្លាប់ខកចិត្តរាប់មិនអស់ធ្លាប់ធ្លាក់ដល់ចំណុចសូន្យធ្លាប់របួសផ្លូវចិត្តយ៉ាងកប់ជ្រៅធ្លាប់คล้ายជាប្រធានបទគេលេងសើចធ្លាប់គ្មានកម្លាំងចិត្តសូម្បីតែក្រៅពីដេកធ្លាប់អស់សង្ឃឹមលើអ្វីៗគ្រប់យ៉ាងធ្លាប់បាត់បង់ស្ទើរគ្រប់យ៉ាងតែបន្ទាប់ពីឆ្លងកាត់រឿងទាំងអស់នោះមកខ្លួនឯងកាន់តែយល់ច្បាស់រឹងមាំជាងមុនបន្តិចនិងលែងឈឺដូចមុនទៀតហើយឆ្លងកាត់ការលុតដំទើបកំបិតមុតល្អឆ្លងកាត់ការលុតដំទើបជីវិតរឹងមាំ